សួស្តីបងប្អូនដែលទស្សនាវីដេអូខ្ញុំទាំងអស់គ្នាថ្ងៃនេះមានវីដេអូមួយទៀតហើយព្រោះឲ្យតែបងប្អូនគាំទ្រជួយចិត្តមើលវីដេអូខ្ញុំ like វីដេអូខ្ញុំឲ្យ comment អញ្ចឹងណាហើយជួយ follow វីដេអូខ្ញុំអញ្ចឹងខ្ញុំមានកម្លាំងចិត្តដើម្បីធ្វើហើយថ្ងៃនេះមានiPhone 11 Pro Max មួយគ្រឿងគេដូរអេក្រង់ទៀតហើយព្រោះការងារតែដដែលទេប៉ុន្តែយើងបានលុយអាហ្នឹងឯងការងារដែលយើងបានលុយប្រចាំណាវាអត់សូវស្មុគស្មាញឈឺក្បាលទេប្រភេទការដូរគ្រឿងបន្លាស់នេះបញ្ហាម៉ាស៊ីនបញ្ហាអីយើងជឿក្បាលអានេះយើងធ្វើឆាប់បានលុយអញ្ចឹងណាអានេះយើងដោះយើងកោះឲ្យក្រង់មិញចេញអស់ហើយយើងចាប់ដើមដោះវាណាវាចិត្តផ្ទះប៉ាំងនៅគ្របលើខ្សែ sensor ខ្សែ touch ហើយនិងខ្សែ display វាអានេះស្នាប់ថ្មវាយើងដោះវាចេញមកថ្ងៃនេះរៀងប្លែកអារម្មណ៍តិចហើយបងប្អូនដែលមានសលេងហ៊ីងយំមើលទៅរ៉ូម៉ាន់ទិកណាបែបជនបទបែបសាបណាព្រោះថ្ងៃនេះភ្លៀងខ្លាំងនេះយើងមូលពីខាងក្រោមទៀតមកព្រោះដល់សារ11 Pro Max ដូចខ្ញុំធ្លាប់បញ្ជាក់ការលើកមុនវីដេអូមុនអញ្ចឹងណាវាមានស្នាប់ថ្មពីរវាមានស្នាប់ថ្មខាងក្រោមមួយខាងលើមួយអញ្ចឹងយើងត្រូវដោះស្នាប់ថ្មវាចេញទាំងពីរឯងបានយើងកោះឲ្យក្រង់ចេញណាដើម្បីកុំឲ្យគប់ម៉ាស៊ីនគេព្រោះនោះយើងទិញរហូតជាងណាជាងត្រូវតែទន្ទិញថាដោះថ្មមុនដើម្បីដោះផ្នែកផ្សេងវាចេញអញ្ចឹងមកមិនអញ្ចឹងទេដឹងតែសងគេនិយាយលេងបងប្អូនហ្នឹងហើយយើងកោះស្នាប់sensor ស្នាប់ touch ស្នាប់display វាចេញណាព្រោះ11 Pro Max វាមានខ្សែ2 touch ជាមួយនឹងខ្សែ display នោះវារឿងជាប់មកតិចពីផ្សេងគ្នាណាប៉ុន្តែចាប់ពី12 Pro Max វាមានខ្សែរួមតែមួយទាំង touch ទាំងអីវានៅជាមួយគ្នារួមគ្នាណាហើយយើងជួយសម្អាតតិចទៅវាមុនដំបូងដែលខ្ញុំកោះមកនោះគឺដីសុទ្ធហ្មងយើងឃើញដីអញ្ចឹងយើងអត់តន់នេះទេយើងទុកវាមួយឡែកយើងស្អាតដីស្អាតហ្នឹងចឹងយើងធ្វើអីផ្សេងទៀតហើយយើងចាប់ដើមយកអេក្រង់ទៀតហើយយកមកតេស្តពីឆានអេក្រង់ដែលដូរត្រឹមតែ GX ហ្នឹងឯងព្រោះដោយសារតែស៊ីនអត់សូវមានអ្នកដូរវាថ្លៃហើយនៅមួយសេដ្ឋកិច្ចយើងវារៀងពិបាកដែរគាត់ដូរឲ្យតែបានប្រើការងារទូទៅដើម្បីរកស៊ីគាត់ប្រចាំថ្ងៃសិនណាព្រោះវាពិបាកដែរហើយនេះយើងកឹបស្នាប់ថាច់ជាមួយស្នាប់អេក្រង់វាចូលហើយយើងកឹបស្នាប់ថ្មវាទាំងពីរលើក្រោមណាកឹបវាចូលទៅហ្នឹងហើយនេះខ្ញុំបើកតេស្តវីដេអូដែរទេបងប្អូនប្រហែលជាទស្សនាវីដេអូខ្ញុំយូរទៅខ្ញុំមានអារម្មណ៍ថាអាចអនាគតទៅមុខទៅអាចចេះធ្វើខ្លួនឯងបានណាអានេះបើជាងខ្លះគេមិនសូវចែករំលែកប៉ុន្តែខ្ញុំចេះចែករំលែកបងប្អូនទៅបងប្អូនណាគាត់មានចំណាប់អារម្មណ៍ចង់ធ្វើជាងចង់ធ្វើអីទៀតអាហ្នឹងលើគាត់លើចំណង់ចំណូលចិត្តគាត់អញ្ចឹងណាបាទនេះជាវីដេអូចែករំលែកទូទៅប៉ុន្តែខ្ញុំមិនមែនជាជាងដែលខ្លាំងណាស់ទេយើងគាត់តែមានកលឹះតិចតួចអីចែករំលែកបងប្អូនមើលទៅបែបចែករំលែកមិត្តជាងថ្មីហ្នឹងណាបើគេជាងដែលគេមានបទពិសោធន៍យូរឆ្នាំគេឃើញការងារអញ្ចឹងគេថាមិនអីអស្ចារ្យទេប៉ុន្តែសម្រាប់ខ្ញុំគឺប៉ុណ្ណឹងអស្ចារ្យហើយគឺយើងបានចំណូលពីវារាល់ថ្ងៃអញ្ចឹងណាជាពិសេសផ្នែកដូរគ្រឿងបន្លាស់ហ្នឹងគឺយើងឆាប់បានលុយធ្វើបានលុយបោម៉ាស៊ីនយើងធ្វើជួនកាលយកទៅឲ្យភ្ញៀវហើយឡងមកវិញទៀតអញ្ចឹងវាពេលខ្លះវាឈឺក្បាលយើងចំណាយពេលធ្វើវាយូរហើយពេលបានធ្វើបានហើយវាបែរជាគេប្រើអត់ស្រួលទៅយើងឈឺក្បាលទៀតប៉ុន្តែធ្វើអញ្ចឹងម៉ាស៊ីនបោភ្ញៀវយកមកធ្វើយើងត្រូវតែធ្វើធ្ងន់ស្រាលក៏ត្រូវធ្វើអញ្ចឹងណាប៉ុន្តែពីឆាំងគឺខ្ញុំជួបបានដូរគ្រឿងបន្លាស់ទេព្រោះយើងជនបទដែរអញ្ចឹងណាគេម៉ាស៊ីនគេខូចមុំគេយកទៅទីជុំជនហើយព្រោះយើងនៅជាយើងបានតែប៉ុណ្្នឹងឯងបានយូរបានម៉ាស៊ីនមួយអញ្ចឹងណាចាំពេលបានម៉ាស៊ីនខ្ញុំធ្វើចែកម្លេចបងប្អូនតទៀតអានេះមិនឡៃតែនិយាយទៅយើងតេស្តយើងឲ្យអស់ហើយនេះយើងចាប់ប៉ាំងចាប់អីចូលវិញណាហើយយើងដាក់ស្កុតជ្រាបទឹកហើយអស់ហើយអានេះយើងបើកតេស្តណាអានេះខ្ញុំ free screen ឲ្យមួយ OG គេមួយ screen នេះអេក្រង់ចាស់គេបើខ្ទេចទេយើងដាក់ថ្មីក្នុងក្រោយគេអត់តដូរទេគេដូរតែអេក្រង់សិន អ
អរគុណសម្រាប់ការទស្សនាវីដេអូ